សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Marie CLTV នាងខ្ញុំ Marie សូមនាំយកព័ត៌មានក្តៅៗនឹងកំពុងធ្វើឲ្យមហាជនលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលខ្លាំងពាក់ព័ន្ធនឹងរឿងចំនួនគ្រួសារបញ្ហាចែកគេមរតករវាងបងប្អូនបង្កើតហើយអ្វីដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំងនោះគឺពេលដែលត្រីវីយ៉ូចេញមុខបង្ហោះសារទម្លាយរឿងក្នុងគ្រួសារជាថ្មីដោយនិយាយបែបឈឺចាប់ថាខ្លួនមិនទាន់ទទួលបានចំណែកគេម្ដាយគ្រប់ចំនួននៅឡើយទេហើយថែមទាំងលើកឡើងពីទំនាក់ទំនងបងប្អូនដែលស្ដាប់ទៅហាក់មានបញ្ហារកម្មរកូសខ្លាំងជាងមុនតែនៅពីក្រោយសំណេរដ៏វែងអន្លាយនិងពោពេញដោយអារម្មណ៍នេះមានរឿងរ៉ាវអ្វីខ្លះហើយហេតុអ្វីបានជាបញ្ហាគេមរតកអាចធ្វើឲ្យបងប្អូនក្នុងគ្រួសារមួយបែកបាក់ដល់ថ្នាក់នេះសូមពុកម៉ែបងប្អូនតាមដានស្ដាប់ជាមួយនាងខ្ញុំម៉ារីទាំងអស់គ្នានៅក្នុងសារបង្ហោះដ៏វែងមួយលោកត្រីវីយ៉ូបានរៀបរាប់ពីជីវិតកន្លងមកនិងការនឹករលឹកដល់ម្ដាយរបស់ខ្លួនយ៉ាងក្តុកក្តួលលោកបាននិយាយថាម្ដាយរបស់លោកគឺជាមនុស្សដែលបានខិតខំជួយជ្រោមជ្រែងកូនគ្រប់បែបយ៉ាងតាំងតែពីការរកស៊ីលក់ដូរតាមផ្សារតាមផ្លូវនិងតាមមុខរោងចក្រលោកបានសរសេរថានឹកស្រណោះម៉ែណាស់មានតែម៉ែទេដែលជួយភ្ជុងផ្ដើមកូនឲ្យចេះរកស៊ីលក់ដូរតែទន្ទឹមនឹងការសរសើរម្ដាយលោកក៏បានលើកឡើងពីចំណុចមួយដែលលោកចាត់ទុកថាជាកំហុសរបស់ម្ដាយនោះគឺការមិនបានធ្វើបណ្ដាំមរតកឬបែងចែកទ្រព្យសម្បត្តិឲ្យបានច្បាស់លាស់មុនពេលទទួលមរណភាពតាមការលើកឡើងរបស់លោកទ្រព្យសម្បត្តិដែលជាប្រធានបទចម្រូងចម្រាសនេះគឺដីផ្ទះមួយកន្លែងស្ថិតនៅភូមិសាលិចព្រែកភ្នៅលោកបានអះអាងថាការមិនមានបណ្ដាំមរតកច្បាស់លាស់បានធ្វើឲ្យអ្នកដែលកាន់កាប់ផ្ទះមានសិទ្ធិសម្រេចថាចង់បែងចែកឲ្យអ្នកណាក៏ចែកហើយអ្នកដែលមិនទទួលបានក៏នៅតែមិនបានអ្វីដែលធ្វើឲ្យមហាជនសោកដែលចិត្តគឺពេលលោកនិយាយថាសូម្បីតែពេលមានពិធីសែនភ្នោម្ដាយខ្លួនមិនអាចទៅចូលរួមជាមួយគ្រួសារបានដោយសេរីដែរត្រូវចាំឲ្យបងធ្វើរួចទៅនាំប្រពន្ធទៅតាមក្រោយចំណុចនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមើលឃើញថាវាមិនមែនគ្រាន់តែរឿងលុយឬទ្រព្យសម្បត្តិប៉ុណ្ណោះទេប៉ុន្តែវាបានប៉ះពាល់ដល់អារម្មណ៍និងទំនាក់ទំនងក្នុងគ្រួសារផងដែរបន្ទាប់មកលោកត្រីវីយ៉ូក៏បានទម្លាយរឿងដែលលោកអះអាងថាជាការសន្យាមិនបានបំពេញលោកនិយាយថាកាលពីមុនមានការតាក់ទងពីជំនួយការរបស់បងស្រីលោកដោយស្នើឲ្យលោកចេញវីដេអូសំទោសនិងទទួលកំហុសជាថ្នូរនឹងគិតគូររឿងចំណែកគេឲ្យលោកប៉ុន្តែក្រោយពីធ្វើវីដេអូរួចលោកអះអាងថាចំណែកគេដែលទទួលបាន 20,000 លោកទទួលបានត្រឹមតែ $2,000 ប៉ុណ្ណោះលោកបន្តថាពេលនោះលោកនៅតែសង្ឃឹមថាប្រហែលជាថ្ងៃក្រោយបងស្រីនឹងឲ្យបន្ថែម $18,000 ដែលនៅសល់ដោយសារតែការសង្ឃឹមនេះហើយទើបលោកស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំប៉ុន្តែពេលវេលាកន្លងផុតទៅលោកចាប់ផ្ដើមជឿថាខ្លួនប្រហែលមិនអាចទទួលបានប្រាក់ទាំងនោះទៀតឡើយលោកថែមទាំងលើកឧទាហរណ៍ថាសូម្បីតែក្មួយធ្វើវីដេអូសុំអាងប៉ាវក្នុងឱកាសចូលឆ្នាំចិនក៏ភាគីម្ខាងហាក់មិនអើពើផងនេះកាន់តែធ្វើឲ្យលោកជឿថាទំនាក់ទំនងបងប្អូនកាន់តែឆ្ងាយពីគ្នាអ្វីដែលកាន់តែធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍គឺពេលលោកបង្ហាញពីស្ថានភាពជីវភាពបច្ចុប្បន្ននិយាយថារាល់ថ្ងៃខ្លួនមានតែរ៉ឺម៉កលក់ទឹកអំពៅមួយគ្រឿងសម្រាប់ដឹកអីវ៉ាន់ហើយកំពុងត្រូវការដើមទុនប្រហែល $3,000 ដើម្បីពង្រឹងមុខរបរព្រោះតែជីវភាពកំពុងលំបាកទើបលោកនឹកឃើញដល់លុយគេដែលលោកអះអាងថាមិនទាន់ទទួលបានគ្រប់ក្នុងនោះលោកបាននិយាយទៅកាន់បងស្រីដោយផ្ទាល់ថាបងអើយប្អូនជឿថា $18,000 មិនស្មើឡានរង្វាន់បងមួយគ្រឿងផងឃ្លាននេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនយល់ថាលោកកំពុងបង្ហាញអារម្មណ៍អន់ចិត្តនិងឈឺចាប់យ៉ាងខ្លាំងចំពោះការដែលខ្លួនគិតថាមិនទទួលបានភាពយុត្តិធម៌ពីគ្រួសារក្រោយការបង្ហោះនេះផ្ទុះការចែករំលែកពេញបណ្ដាញសង្គមភក្តីបងស្រីម្នាក់ទៀតគឺលោកស្រីត្រីសុផានិតក៏បានចេញសារខ្លីមួយថាតិចទៀតខ្ញុំបកស្រាយឲ្យដឹងរឿងនេះរឿងគេសារខ្លីនេះបានធ្វើឲ្យមហាជនតាមដានថាតើការបកស្រាយពីភាគីបងស្រីនឹងមានព័ត៌មានឬផុសតាងអ្វីខ្លះយ៉ាងណាលោកស្រីត្រីសុផានិតក៏បានចេញវីដេអូ live បកស្រាយទាំងទឹកភ្នែកថាខ្លួននឹងបងស្រីទី2ម្នាក់ទៀតបានទូទាត់លុយទៅឲ្យលោកគ្រប់ចំនួនអស់ហើយនិងបន្តថាឈប់ឲ្យលោកយកការផុសហែកហ៊ូបងប្អូនបង្កើតរបស់ខ្លួននៅលើបណ្ដាញសង្គមបន្តទៀតដោយលើការបកស្រាយរបស់បងស្រីធំរបស់ខ្លួនបែបនេះលោកត្រីវីយ៉ូក៏បានចេញសារឆ្លើយតបវិញភ្លាមដោយនិយាយថាការពិតនៅតែជាការពិតហ
ហើយលោកថែមទាំងនិយាយដល់ថ្នាក់ហ៊ានស្បត់ដាក់ជីវិតតាក់ទងនឹងរឿងលុយគេនេះទៀតផងពុកម៉ែបងប្អូនអើយបើយើងស្ដាប់មួយជ្រុងវាហាក់ដូចជារឿងលុយប៉ុន្តែបើស្ដាប់ឲ្យស៊ីចម្រៅវាជារឿងអារម្មណ៍រឿងការរំពឹងទុកនិងរឿងទំនាក់ទំនងគ្រួសារដែលបានបែកបាក់បន្តិចម្ដងដោយសារតែបញ្ហាមរតកនៅក្នុងសង្គមខ្មែររឿងគេមរតកគឺជាបញ្ហាដែលកើតមានជាញឹកញាប់ណាស់គ្រួសារខ្លះពេលឪពុកម្ដាយរស់នៅស្រឡាញ់គ្នាខ្លាំងប៉ុន្តែពេលបាត់បង់មេគ្រួសារហើយមិនមានការបែងចែកច្បាស់លាស់បងប្អូនអាចក្លាយជាមនុស្សមិននិយាយរកគ្នាឬអាក្រក់ជាងនេះទៅទៀតគឺឡើងតុលាការក៏មានចំណុចសំខាន់នៅក្នុងរឿងនេះគឺការប្រស្រ័យទាក់ទងនិងភាពច្បាស់លាស់ព្រោះបើពិតជាមានការសន្យាឬការព្រមព្រៀងណាមួយតែគ្មានឯកសារឬគ្មានការបញ្ជាក់ច្បាស់លាស់វាងាយនឹងបង្កជាការយល់ច្រឡំនិងការអន់ចិត្តយ៉ាងខ្លាំងយ៉ាងទៀតពេលរឿងគ្រួសារត្រូវបានយកមកបង្ហោះជាសាធារណៈវាមានទាំងផលល្អនិងផលអាក្រក់ផលល្អគឺអាចធ្វើឲ្យមនុស្សម្ខាងបាននិយាយអ្វីដែលខ្លួនទប់ទុកយូរប៉ុន្តែផលអាក្រក់គឺវាអាចធ្វើឲ្យចំនួនកាន់តែធំហើយប៉ះពាល់ដល់កិត្តិយសនិងអារម្មណ៍របស់សមាជិកគ្រួសារទាំងអស់នាងខ្ញុំម៉ារីយល់ថារឿងនេះប្រហែលមិនតាន់បញ្ចប់ងាយៗទេព្រោះភាគីទាំងសងខាងសុទ្ធតែបង្ហាញចំហរៀងៗខ្លួនហើយអ្វីដែលមហាជនកំពុងរងចាំខ្លាំងបំផុតនៅពេលនេះគឺការបកស្រាយលម្អិតពីភាគីលោកស្រីត្រីដាណាថារឿងរ៉ាវពិតប្រាកដមានដោយការលើកឡើងរបស់ប្អូនប្រុសដែរឬយ៉ាងណាទោះយ៉ាងណាមហាជនជាច្រើនក៏សង្ឃឹមថាបញ្ហានេះអាចដោះស្រាយបានដោយសន្តិវិធីព្រោះនៅទីបញ្ចប់ទ្រព្យសម្បត្តិអាចរកបានវិញប៉ុន្តែទំនាក់ទំនងបងប្អូននិងសេចក្តីស្រឡាញ់ក្នុងគ្រួសារបើបែកបាក់ហើយពេលខ្លះពិបាកជួសជុលឲ្យដូចដើមណាស់យ៉ាងណាមិញនេះគ្រាន់តែជាព័ត៌មាននិងការលើកឡើងពីភាគីពាក់ព័ន្ធដែលកំពុងចែករំលែកនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះហើយមហាជនកំពុងរងចាំការបកស្រាយបន្ថែមពីគ្រប់ភាគីផងដែរចាស់ពុកម៉ែបងប្អូនវិញយល់យ៉ាងណាចំពោះរឿងនេះសូមបញ្ចេញមតិយោបល់ដោយការគោរពនិងរក្សាសុជីវធម៌ក្នុង comment ខាងក្រោមកុំភ្លេចចុច like share និង subscribe Channel Marie CLTV ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗនិងការវិភាគស៊ីជម្រៅរៀងរាល់ថ្ងៃនាងខ្ញុំម៉ារីសូមអរគុណនិងសូមជម្រាបលា